បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលចិញ្ចឹមសត្វមិនថាគោក្របីពពែជៀមស្អីទេបងប្អូនជាធម្មតាគឺយើងពិបាកក្នុងការស្វែងរកចំណីបើសិនជាយើងរកចំណីបានដោយមិនចំណាយច្រើនគឺយើងអាចចិញ្ចឹមសត្វនោះគឺចំណេញច្រើនបងប្អូនណាអញ្ចឹងដូចនៅខាងមុខបងប្អូនទាំងអស់គ្នានេះគឺខ្ញុំបានធ្វើការច្រូតនៅប្រភេទស្មៅចំណីសត្វបងប្អូនឃើញទេនេះច្រូតនៅប្រភេទស្មៅចំណីសត្វគឺរយៈពេលត្រឹមតែកន្លះម៉ោងអីគឺបានណាមកម៉ូតូអីបងប្អូនណាម្ដុំហ្នឹងគឺមិនតិចបងប្អូនមកក្រុងអត់អស់ហ្នឹងហើយអញ្ចឹងបងប្អូនអរគ្នាងាកមកមើលស្មៅចំណីសត្វស្មៅចំណីសត្វគឺមានច្រើនប្រភេទបងប្អូនណាមានខ្ពស់មានទាបយ៉ាងទៅអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលចិញ្ចឹមសត្វតូចល្អិតគឺយើងអាចច្រូតជាមួយនឹងប្រភេទឬក៏យើងដាំជាមួយនឹងប្រភេទស្មៅដែលល្អិតបន្តិចទៅណាបងប្អូនណាហើយការដាំស្មៅចំណីសត្វនេះគឺចំណេញបងប្អូនមើលកម្ពស់នេះអត់ទាន់ឡើងអស់ទេកម្ពស់នេះគឺកម្ពស់កន្លះម៉ែត្របងប្អូនអញ្ចឹងខ្ញុំមកធ្វើការច្រូតបងប្អូននេះឃើញទេគឺខ្ញុំមកធ្វើការច្រូតមិញគឺច្រូតកន្លែងនេះហើយគឺយើងច្រូតបានប្រហែលជា4ម៉ែត្រ5ម៉ែត្រ4ជ្រុងគឺយើងអាចបានមកម៉ូតូបងប្អូនណាឃើញទេបងប្អូនឃើញដោះញឹកគឺស្អាតបែបនេះតែម្ដងស្អាតណាបងប្អូនយើងចំណេញពេលវេលាយើងមិនចាំបាច់ក្នុងការដើររកស្មៅតាមចំការសុំគេសុំឯងនាំឲ្យខ្មាស់គេឌីលថាយើងអត់មានគំនិតចិញ្ចឹមសត្វអត់មានដាំស្មៅចំណីសត្វធ្វើឲ្យយើងខ្មាស់ទេបងប្អូនអញ្ចឹងយើងគួរតែដាំនៅស្មៅចំណីសត្វទាំងអស់គ្នាបងប្អូនអត់ថ្លៃទេយើងដាំតែមួយដងយើងទទួលទិន្នផលបាន4-10ឆ្នាំនោះដូចចេះស្ដែងដូចស្មៅនេះគឺខ្ញុំបានសាបរយៈពេល7ឆ្នាំមកទល់ពេលនេះបងប្អូនណាគឺនៅតែលូតលាស់ល្អហើយដើមថ្មីក៏នៅតែដោះមកតាមគ្នាតាមក្រោយគ្នាដែរបងប្អូនណាដោយសារជ្រុះគ្រាប់ទៅគឺវាដោះថ្មីមកវិញអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលត្រូវការនៅពូជស្មៅចំណីសត្វគឺអាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ090 858325និង099358535ខ្ញុំបានមានសេវាសម្រាប់ផ្ញើចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាហើយស្មៅទាំងអស់នេះគឺធន់ជាមួយនឹងទឹកក៏ដូចជាធន់ជាមួយនឹងកម្ដៅបងប្អូនណាបងប្អូនឃើញគឺធន់ជាមួយនឹងទឹកធន់ជាមួយនឹងកម្ដៅអញ្ចឹងយើងមិនចាំបាច់ដើរច្រូតតាមវាលស្រែតាមភ្លឺស្រែដូចពីមុនទេបងប្អូនគឺងាយស្រួលណានៅពេលដែលយើងដាំស្មៅចំណីសត្វគឺងាយស្រួលមិនចាំបាច់ដើរសុំស្មៅគេនាំឲ្យគេឌីលយើងថាយើងចិញ្ចឹមសត្វអត់ចេះដាំស្មៅដាំអីទេដាក់តែមកកញ្ចប់2កញ្ចប់ហ្នឹងយកទៅណាមិនអស់ហើយការចិញ្ចឹមសត្វរបស់យើងក៏លូតលាស់បានលឿនដែរដោយសារវាសម្បូរទៅដោយប្រូតេអ៊ីនហើយនិងវីតាមីនអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការនៅប្រភេទពូជស្មៅចំណីសត្វទាំងអស់នេះក៏ដូចជាដុំរ៉ែម្សៅទឹកដោះគោឃ្លុំគោចង្រង់គោអាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាម Telegram គឺលេខ090858325និងសម្រាប់ call ឬក៏ឆាត099358535សូមអរគុណ